Hello everyone, welcome back to my channel Nari English Class បាទសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ channel YouTube ខ្ញុំសាជាថ្មីឡើងវិញចឹងថ្ងៃនេះយើងនឹងមកសិក្សាអំពីមេរៀនថ្មីគឺ verb to be ចឹងនៅក្នុង verb to be នេះគឺមាន3ទី1គឺ am ទី2គឺ is និងទី3គឺ are ចឹងទាំង3ហ្នឹងគឺយើងប្រើទៅលើ subject ឬក៏ប្រធានផ្សេងៗគ្នាចឹងទី1គឺ am នេះគឺប្រើបានសម្រាប់តែ I មួយទេឧទាហរណ៍ដូចជា I am ហើយបន្ទាប់ទៀតគឺ are នេះគឺយើងប្រើបានទៅលើប្រធាន3ទី1គឺ you ឧទាហរណ៍ដូចជា you are ទី2គឺ we ឧទាហរណ៍ដូចជាពាក្យថា we are និងទី3គឺ they ឧទាហរណ៍ដូចជា they are ហើយមួយទៀតគឺ verb to be is ចឹង verb to be a នឹងប្រើបានចំពោះប្រធាន3ទី1គឺ he ឧទាហរណ៍ he is ទី2គឺ she ឧទាហរណ៍ដូចជា she is និងទី3គឺ it ឧទាហរណ៍ដូចជា it is បាទបន្តមកទៀតយើងនឹងទៅសិក្សាអំពីទម្រង់នៃ verb to be អញ្ចឹងនៅក្នុងនេះគឺ verb to be យើងប្រើបាន3ទម្រង់ទី1គឺ affirmative គឺទម្រង់ស្របទី2គឺ negative ទម្រង់បដិសេធនិងទី3គឺ question ទម្រង់សំណួរអញ្ចឹងឧទាហរណ៍យើងទៅមើលឧទាហរណ៍ទាំងអស់គ្នាទី1គឺប្រយោគស្របឧទាហរណ៍ដូចជា I am a student ឧទាហរណ៍បន្តទៀតគឺ you are my friend បន្ទាប់ទៀតគឺ he is happy បន្ទាប់ទៀតគឺ she is a doctor បន្ទាប់ទៀតគឺ it is a beautiful day បន្ទាប់ទៀតគឺ we are ready បន្តមកទៀតគឺ they are here អញ្ចឹងនេះគឺជាការប្រើប្រាស់ verb to be នៅក្នុងប្រយោគស្របឬក៏យើងហៅថា affirmative និងទី2គឺនៅក្នុង negative គឺប្រយោគបដិសេធអញ្ចឹងប្រយោគបដិសេធយើងគ្រាន់តែថែម not នៅបន្ទាប់ពី am នឹងមកឬក៏ are is នឹងមកបន្ទាប់ឧទាហរណ៍ I am not tired អញ្ចឹង I am បន្ទាប់មក plus not you aren't late he isn't at home she isn't from Canada it isn't expensive we aren't students they aren't coming អញ្ចឹងនេះគឺនៅក្នុងប្រយោគបដិសេធហើយចុងក្រោយគឺតើតើនឹងប្រយោគសំណួរដែលបងប្អូនគ្រាន់តែលើក verb to be am is are នឹងមកនៅខាងមុខប្រយោគហើយយើងដាក់ subject ឬក៏ប្រធានបន្តមកទៀតគឺយើងនាមឬក៏ adjective អញ្ចឹងទៅអញ្ចឹងយើងទៅមុខឧទាហរណ៍ទាំងអស់គ្នា am I early are you a teacher is he your brother is she a singer is it a book are we right are they busy ចឹងនេះគឺជាការប្រើប្រាស់នៅក្នុងប្រយោគសំណួរចឹងយើងគ្រាន់តែលើក verb to be មកនៅខាងមុខមកបូកជាមួយនឹងប្រធានបន្តមកទៀតយើង add ទៅនឹងនាមឬក៏ adjective នៅខាងចុងនិងដាក់ question mark ផងហើយសម្រាប់បងប្អូនដែលទើបតែរៀនដំបូងអាចព្យាយាមនិយាយព្យាយាមអានម្ដងហើយម្ដងទៀតទាំងប្រយោគស្របទាំងប្រយោគបដិសេធនិងប្រយោគសំណួរដើម្បីឲ្យយើងរត់មាត់នៅក្នុងការប្រើប្រាស់ដើម្បីយើងអានទៅគឺវាត្រឹមត្រូវរត់មាត់ហើយបន្តមកទៀតគឺយើងនឹងទៅមើលអំពី contractions គឺប្រយោគខ្លីពេលដែលគេកាត់ឲ្យវាខ្លីដើម្បីងាយស្រួលអានឧទាហរណ៍ដូចជា I am មកជា I'm you are your he is his she is she's it is its we are we're they are there
បាទឥឡូវយើងទៅមើលអំពីការប្រើប្រាស់ verb to be វិញម្ដងទី4គឺទី1និយាយអំពីអត្តសញ្ញាណឬក៏ជនជាតិតើយើងគឺជាជនជាតិណាជនជាតិអ្វីឧទាហរណ៍ I am Cambodian ខ្ញុំគឺជាជនជាតិខ្មែរមួយទៀត I am American ខ្ញុំគឺជាជនជាតិអាមេរិកហើយការប្រើប្រាស់ទី2គឺការពិពណ៌នាអំពីមនុស្សទីកន្លែងឬក៏វត្ថុឧទាហរណ៍ថាមនុស្សហ្នឹងគឺគាត់គឺជាសិស្សគាត់ជាគ្រូឬក៏គាត់ប្រកបមុខរបរអ្វីឧទាហរណ៍ I am a student you are a teacher or you are my friend នេះគឺជាការពិពណ៌នាអំពីមនុស្សថាមនុស្សហ្នឹងគឺជានរណាជាមិត្តភ័ក្តិឬក៏គាត់គឺជាគ្រូបង្រៀនគាត់ប្រកបមុខរបរជាដើមហើយទី2គឺនិយាយអំពីទីកន្លែងទីកន្លែងគឺយើងនិយាយថាតើវត្ថុឬក៏មនុស្សហ្នឹងគឺនៅទីណាស្ថិតនៅកន្លែងណាឧទាហរណ៍ the book is next to the post office ហ្នឹងគឺនិយាយពីទីតាំងឬក៏យើងនិយាយអំពីវត្ថុឧទាហរណ៍ដូចជា it is a book វាគឺជាសៀវភៅចឹងទៅហើយមួយទៀតយើងអាចនិយាយអំពីពេលវេលានិយាយពីម៉ោងនិយាយពីអាយុឬក៏និយាយអំពីការបរិច្ឆេទឧទាហរណ៍ដូចជា I am 20 years old ពេលថាខ្ញុំអាយុ20ឆ្នាំហើយនិយាយពីព័ត៌មានអំពីអាយុយើងឬក៏ she is 20 years old នាងអាយុ20ឆ្នាំហើយឬក៏យើងពីព័ត៌មានអំពី my father is 70 years old ឪពុករបស់ខ្ញុំគឺអាយុ70ឆ្នាំចឹងទៅនោះគឺការពិពណ៌នាអំពីអាយុនិងមួយទៀតគឺយើងនិយាយអំពីការបរិច្ឆេទឬក៏និយាយប្រាប់អំពីម៉ោងឧទាហរណ៍ដូចជា it is 8 o'clock មានថាវាម៉ោង8ហើយឬក៏និយាយអំពីការបរិច្ឆេទដូចជា today is May 17th គេថាថ្ងៃហ្នឹងគឺថ្ងៃខែ5ថ្ងៃទី17ហើយដោយនៅក្នុងឧទាហរណ៍មួយនេះគឺយើងនិយាយអំពី weather ឧទាហរណ៍ដូចជា it is sunny today ចឹងមានន័យថាថ្ងៃហ្នឹងគឺវារៀងក្តៅរៀងមានពន្លឺថ្ងៃច្រើនវាអត់សូវមានពពកឬក៏មេឃវាអត់សូវងងឹតណាហ្នឹងគឺយើងនិយាយអំពីការប្រើប្រាស់ទាំង5ហ្នឹងអញ្ចឹងបងប្អូនព្យាយាមអានវាម្ដងហើយម្ដងទៀតព្យាយាមរំលឹកទាំងប្រយោគស្របប្រយោគបដិសេធនិងប្រយោគសំណួរដើម្បីឲ្យយើងរត់មាត់ងាយស្រួលនិយាយងាយស្រួលអានទៅថ្ងៃក្រោយអញ្ចឹងសម្រាប់វីដេអូការប្រើប្រាស់ verb to be គឺមានតែប៉ុណ្្នឹងអរគុណច្រើនហើយកុំភ្លេច like share and subscribe ដើម្បីទទួលបានវីដេអូបន្ថែមទៀតអរគុណច្រើន